បាទគ្រប់នឹងជំរាបសួរប្រិយមិត្តទូទស្សនិកជនទាំងអស់គ្នាគណៈពេលនេះខ្ញុំបាទសវណ្ណថៃកំពុងតែស្ថិតនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយទៀតហើយដែលរថយន្តដឹកសាច់បាទបានបើកក្នុងលបឿនលឿនដោយហោះបានបុករះម៉ូតូហើយនឹងបាទរថយន្តមួយគ្រឿងហើយយើងអត់ទាន់ដឹងថាបុកប្រមាណគ្រឿងព្រោះដល់កន្លែងកាត់ហាត់ខ្ញុំទើបតែមកដល់ដែរអញ្ចឹងយើងចង់ដឹងព័ត៌មាននេះជ្រាបច្បាស់ទាំងអស់គ្នាយើងទៅសាកសួរបាទប្រជាពលរដ្ឋដែលឃើញព្រឹត្តិការណ៍ផ្ទាល់តែម្ដងដែលចំណុចកាត់ហាត់នេះគឺនៅម្ដុំស្នងការរាជធានីភ្នំពេញប្រិយមិត្តតាមមកដល់ផ្លូវជាសភារាហៅថាផ្លូវ598នឹងប្រិយមិត្តបាទសិនខណ្ឌបាទរិស័យកែវបាទនោះអូខ្លួនបងណោះស្លាប់បាត់ហើយបងអូនេះបាទប្រិមិត្តនេះអ្នករងលោកអ៊ំខ្ញុំសុំសួរមួយម៉ាត់មកលោកអ៊ំគាត់មានឈ្មោះដែរលោកអ៊ំខែសម្បូរអាយុប៉ុន្មានលោកអ៊ំ31លោកអ៊ំណោះត្រូវជាអីមួយលោកអ៊ំដែរកូនច្បងបាទនេះរឿងផ្សេងអូរឿងផ្សេងឡើងជីបងជិះផ្លែតដួលឡៃណាបងខាងនេះបងឡៃនេះដួលឡៃនេះហើយរឿងផ្សេងទេគាត់ស្ដាប់នៅហើយគេលើកតបបណ្ដានេះឡានមកពេលមកគាត់ជិះឡាននឹងឡៃមើលនោះជួយចាប់មកទីកំពូលមុនពេលគាត់ហាត់មិនដែរពូរឿងមកបានហ្នឹងដែរសូប៉ូលីសខាងនោះគេនៅនេះមួយប៉ូលីសនេះអាយនេះលោកពូឃើញហេតុការណ៍ពូសុំមកនេះមុនពេលគាត់ហាត់មិនដែរពូរឿងជួយប្រាប់មកទីមុនពេលគាត់ហាត់ម៉ូតូនោះមករឿងកើតទៅហើយណាកើតរឿងម៉ូតូបុកខឿនផ្លូវស្លាប់មនុស្សម្នាក់អញ្ចឹងយើងកំពុងធ្វើរឿងហ្នឹងបាទកំពុងធ្វើរឿងហ្នឹងអាឡាននេះគឺបើកមកស្របនេះវាកន្លែងងាកមិនទេអាឡានដីបុកអាឡានបលែននោះបុកទៅកលាត់អញ្ចឹងហ្មងដល់ឲ្យតិចទាំងម៉ូតូខ្ញុំទៀតបាទបុកអូបាទរថយន្តបលែនគាត់បើកមកស្របទីបុកមកក្រោយបាទបុកក្រោយបើកក្នុងលបឿនមិនដែរយន្តសាច់ឡានលឿនលឿនអានេះលឿនលពូនោះបាទបើកដោយបរោះប្រហែលនេះជិះក្នុងរថយន្តនោះយើងឃើញតែតកង់មួយរត់ទេពេលឡានបោកហើយខ្ញុំក៏លោតខ្លាចត្រូវមកហ្នឹងលោតតាមផ្លូវនោះអូចុះក្នុងរថយន្តកូនឡានមានអត់ទាន់ដឹងទេរថយន្តបលែននោះមានមនុស្សរបួសអត់ទាន់ដឹងទេបាទអូអញ្ចឹងបាទលពូខ្ញុំយល់លពូបាទហើយចូលបុរសដែលគាត់បុកស្លាប់ហ្នឹងគាត់ជិះម៉ូតូឲ្យដែរលោកពូម៉ូតូគាត់ទៅដល់ហើយលោកពូម៉ូតូលោកពូដែរខ្ញុំបាទនេះគឺជាម៉ូតូសមត្ថកិច្ចយើងបាទរថយន្តបុកដែរបាទរថយន្តនឹងបុកចាំបេះមួយលោកពូណោះបាទព្រមតែចំណុចកាត់ហាត់គឺតាមបណ្ដោយផ្លូវជាសភារាហៅផ្លូវកាត់598ហ្នឹងបាទតាមបាទនៅចំណុចម្ដុំបាទផ្លូវបាទប៉ូលីសឋានតារាហើយនៅបាទសកាត់ចាងជំរះទី1ខណ្ឌឫស្សីកែវបាទឥឡូវយើងតាមបាទទស្សនាបន្តនៃទិដ្ឋភាពទាំងមូលបាទឥឡូវទីសួរថាលោកពូតកង់រថយន្តមិញលោកពូតកង់ចាប់បាននៅណាបាត់ហើយយកទៅស្នងការបាត់ហើយអូបាទប្រិមិត្តដែលគ្រោះថ្នាក់ចរាចរណ៍នេះយើងយកទៅតាមប្រភពព័ត៌មានពីលោកពូផ្ទាល់តែម្ដងដែលមុនពេលកាត់ហេតុបាទគឺមានករណីគ្រោះថ្នាក់ចរាចរណ៍បាទបណ្ដាលឲ្យបរិសម្នាក់បានស្លាប់បាត់បង់ជីវិតដែលយើងធ្វើការថតនៅក្នុងរថយន្តសម័យអំបញ្ញមិញហ្នឹងប្រិមិត្តបាទគាត់បើកម៉ូតូបាទគាត់ជិះម៉ូតូទៅក្នុងលបឿនលឿនបុកមកបាទបុកខឿនថ្មពូចៃទ្រង់ផ្លូវបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតហើយគណៈវេលាដែលសមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុក៏មានរថយន្តបាទធំបាទគឺរថយន្តដឹកសាច់នេះគឺបានបើកក្នុងលបឿនលឿនបាទតាមបណ្ដោយផ្លូវបាទ598ហ្នឹងក្នុងទិសដៅពីជើងទៅត្បូងបាទគណៈបំរើចំណុចកាត់ហេតុបើក្នុងលបឿនលឿនមិនដឹងជាយ៉ាងម៉េចមកបុករថយន្តបលែនមួយគ្រឿងហើយក៏បានបុកជាមួយនឹងម៉ូតូលោកពូដែលគាត់ជាប៉ូលីសដែលធ្វើការអន្តរាគមន៍នៅកន្លែងកាត់ហេតុអញ្ចឹងក៏បានបុកកិនបាទម៉ូតូរបស់គាត់ហើយនឹងរថយន្តបណ្ដាលឲ្យរងការខូចខាតហើយនៅគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកាត់ហេតុនេះអត់ទាន់ដឹងថាបាទមានមនុស្សរងរបួសប្រមាណអ្នកទេប្រិមត្តឥឡូវយើងទៅទស្សនាទស្សនវិជ្ជាបន្តបាទដែលតកង់រថយន្តពេលដែលបុកហើយគឺព្យាយាមបើកទ្វាររថយន្តរត់គេចរត់ចូលបឹងកផ្លោកបឹងអីបាទហើយសមត្ថកិច្ចក៏ព្យាយាមមកភ្នំគ្នាពាត់ចាប់បាទចាប់បានយកតកង់រថយន្តទៅស្នងការរាជធានីភ្នំពេញបាត់ទៅហើយបាទនេះទស្សនវិជ្ជានៅកន្លែងកាត់ហេតុដែលរថយន្តធុនធំបាទដែលគាត់បាទបើកបរបែបនេះដែលបង្កគ្រោះថ្នាក់បណ្ដាលឲ្យមនុស្សបាទដែលគាត់ជិះម៉ូតូបាទធ្វើដំណើរតាមផ្លូវតែងតែរងរបួសហើយនឹងស្លាប់បាត់បង់ជីវិតបាទខ្ញុំសនំពរឲ្យសមត្ថកិច្ចគាត់សូមមេត្តាចាត់វិធានការចំពោះបុគ្គលដែលគាត់បើកបរដោយគ្មានការប្រុងប្រយ័ត្នបែបនេះប្រិមិត្តបាទ អ
ប្រិមិត្តនិយាយទៅគ្រោះថ្នាក់ចរាចរណ៍នេះគឺមានពីររឿងចូលគ្នាប្រិមិត្តបាទមួយរឿងគឺបរិបទដែលបានស្លាប់បាត់បង់ជីវិតនោះគាត់ជិះម៉ូតូបុកខឿនផ្លូវស្លាប់មុននឹងប្រហែលជាកន្លះម៉ោងបាទប្រហែលជាកន្លះម៉ោងបន្ទាប់មកគាត់បើកក្នុងទិសដៅពីជើងទៅត្បូងដូចគ្នាតែគាត់ជិះម៉ូតូមួយគ្រឿងបាទហើយគាត់បុកទៅក៏បានស្លាប់បាត់បង់ជីវិតទៅក៏សមត្ថកិច្ចចូលមកចុះមកដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ហើយគណៈវេលានោះក៏មានប្រជាពលរដ្ឋយើងចោមរោមមើលបរិបទដែលគាត់ស្លាប់បាត់បង់ជីវិតហ្នឹងហើយបន្ទាប់មកក៏ភ្លាមនោះក៏មានបាទរថយន្តនេះប្រិមិត្តធំនេះគឺយន្តដឹកខ្សាច់បានបើកក្នុងបាទលបឿនលឿនតាមបណ្ដោយផ្លូវដូចគ្នាបាទតាមបណ្ដោយផ្លូវ598ហ្នឹងក្នុងទិសដៅពីជើងទៅត្បូងដូចគ្នាបាទគណៈបណ្ដោយចំណុចកាត់ហេតុហ្នឹងគឺបានបុកអូសជាមួយនឹងរថយន្តបាទរថយន្តបលែនដែលមានស្លាកលេខភ្នំពេញ 2Q37 50 គុតនឹងប្រិមិត្តបាទដែលពណ៌ស្ករបាទហើយដែលម្ចាស់រថយន្តមើលយើងសាកសួរមើលមានរងរបួសម្ចាស់រថយន្តមួយណាដែលអូនេះប្រិមិត្តសំណាងល្អមែនតើហើយគាត់រងរឿងនេះចកេះនេះហើយបាទគាត់រងរបួសឆ្លោះចកេះបាទពីបងប្រុសឲ្យគាត់ជិះនឹងបើករថយន្តបលែនបាទពិតជាសំណាងល្អមែនតើបងចាប់វារត់អីដល់ពេលឥឡូវចាប់បានហើយចាប់បានហើយបងប្រុសគាត់ពិតជាសំណាងមែនតើដល់ហើយពលរដ្ឋអីតូនទិញពេញកន្លាគូទីទិញពេញកន្លាទេបងសុំមួយម៉ាត់បងមុនពេលកាត់ហេតុបងបើករថយន្តបំរុងទៅណាដែរបងបំរុងថាពីនោះទៅផ្ទះនេះផ្ទះនៅមុខនេះកន្លែងលោកបាយខ្ញុំចេញពីផ្ទះថ្មីខ្ញុំនៅផ្លូវផ្លូវបត់ទល់មុខស្អីគេបរិយគេពេញហួតអីបរិយគេនេះបាទពេញហួតខ្ញុំចេញពីនឹងមកថាទៅផ្ទះចាស់ខ្ញុំផ្ទះចាស់នៅមុខណាដែរផ្ទះចាស់នៅមុខនេះទេផ្ទះលើកាទៀវដល់ពេលខ្ញុំជិះមកអញ្ចឹងប៉ូលីសគាត់កំពុងដោះស្រាយរឿងនេះគេខ្មោចហីបាទខ្ញុំឃើញដែរដល់ហើយខ្ញុំឃើញញ៉ៃដែរដល់ពេលឃើញញ៉ៃវាមិនប្រអងតគ្នាហើយមានដឹងថាវាមកបុកពីក្រោយវាវិលក្បាលទៅវិញអញ្ចឹងមួយឯងពេលហ្នឹងមួយឯងពេលបុកផាំងខ្ញុំមួយឯងដឹងខ្លួនអត់ដឹងទេខ្ញុំអត់ដឹងទេអត់ដឹងទេបងបាទប៉ុន្តែបុកវល់រថយន្តមួយឯងបែរទៅវិញទៅឲ្យបែរទៅវិញបែរទៅជាមែនតើបងហើយចុះមួយឯងមានឃើញរថយន្តនឹងបើកក្នុងលបឿនមិនអត់ដឹងអស់និយាយទៅបងក្នុងរថយន្តមានម្នាក់ជិះដែរបងមានតែតកងម្នាក់ឯងដំបងគាត់រត់បាទដល់ពេលហើយឥឡូវខាងពួកសារាចរចាប់បានហើយបងឯងមានថតបានតកងហ្នឹងអត់ពេលចាប់បានអត់បាននេះក៏គាត់នេះភ្លាមពួកប៉ូលីសគាត់ដឹកយកទៅស្នីបដ ாய் ទៅស្នងការដែរបងម្លាញ់ខ្ញុំឈ្មោះហេងអាយុប៉ុន្មានហើយបងអាយុ31បងធ្វើកាយដែរបងអត់ទេអ្នករស់ស៊ីទួចបាទតែនៅម្ដុំនេះឯងបងណោះបាទតែចិត្តហ្នឹងឯងនៅមុខហ្នឹងបងណោះបាទខណ្ឌសីកែវដែរបងខណ្ឌសីកែវបាទប្រិមិត្តនេះជាបងប្រុសដែលគាត់ជិះក្នុងរថយន្តបលែនប្រិមិត្តពិតជាសំណាងល្អមែនទែនហើយរថយន្តបលែនគាត់គឺរងការខូចខាតស្ទើរទាំងស្រុងទៅហើយបាទហើយបងប្រុសគឺជិះក្នុងរថយន្តម្នាក់ឯងទេបាទហើយគាត់បានរងរបួសដែរបាទដែលរងរបួសចកេះហើយឥឡូវគាត់រៀងវិលមុខនឹងត្រូវបុកក្បាលបុកអីកន្លែងណាខ្លះទេបាទប្រិមិត្តដែរយើងសប្បាយចិត្តដែរដែលបងប្រុសមិនបានរងរបួសធ្ងន់ធ្ងរហើយគ្រោះថ្នាក់ចរាចរណ៍ដែលជាលើកទី2នេះប្រិមិត្តលើកទី1គឺបានបណ្ដាលឲ្យបរិសម្នាក់ស្លាប់បាទប៉ុន្តែអត់មានពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍នេះទេប៉ុន្តែដោយសារតែលើកទី2នេះដោយសារតែរថយន្តបាទទឹកសាច់នេះគឺបើកតក្នុងលបឿនលឿនក៏បានបុកជាមួយនឹងម៉ូតូរបស់សមត្ថកិច្ចយើងហើយនឹងរថយន្តបលែនផុសបងប្រុសបណ្ដាលឲ្យបាទបណ្ដាលឲ្យបងប្រុសរងរបួសគ្រិចកេះហើយនឹងរថយន្តហើយនឹងរថយន្តដឹកសាច់ហ្នឹងគឺបានកន្លាប់ផ្ងាជើងបាទផ្ងាជើងឡើងលើបាទបណ្ដាលឲ្យបាទរងការខូចខាតរថយន្តហើយនឹងម៉ូតូនៅកន្លែងកើតហេតុឥឡូវចំណុចកើតហេតុគឺមានបង្កការភ្ញាក់ផ្អើលមែនទែនដែលប្រជាពលរដ្ឋយើងខឹងសម្បើទៅលើបុរដ្ឋដែលគាត់បើករថយន្តទឹកសាច់នេះផ្ទាល់តែម្ដងបាទពេលមកឥឡូវយើងទៅសាកសួរប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុមើលបាទប្រិមិត្តនេះបាទទស្សនភាពបាទរថយន្តដឹកខ្សាច់នេះបាទមើលទៅបាទសំណាងល្អមែនទែនដែលមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរបាទដែលគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងដោយសារតែបុរដ្ឋដែលគាត់បើករថយន្តដឹកខ្សាច់នេះដូចជាគ្មានការប្រុងប្រយ័ត្នសោះសូមក្រុមហ៊ុនរបស់គាត់បាទសូមមេត្តាជួយប្រាប់ហើយនឹងណែនាំទៅដល់បុគ្គលដែលគាត់បើកអំពើខុសច្បាប់បែបនេះទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវធ្វើឲ្យបាទគ្រោះថ្នាក់តែឯងមិនអីទេឥឡូវគ្រោះថ្នាក់ដល់តែគេទៀតបាទហើយដោយចំណុចកើតហេតុនេះគឺស្ថិតនៅបាទម្ដុំបាទនេះប្រិមិត្តភោជនីយដ្ឋានតារាបាទ
តាមមកដល់ផ្លូវ598បាទសកាត់ចាំងចំណេះទី1ខាងឫស្សីកែវបាទតែតកងរថយន្តហ្នឹងពេលកើតហាក់ភ្លាមហ្នឹងជាយាមរត់កិច្ចបើកទ្វាររថយន្តហ្នឹងរត់ចូលបឹងកផ្លោកបឹងអីគឺសូថាមានបងប្អូនជាពលរដ្ឋយើងខឹងសម្បានឹងសមត្ថកិច្ចគាត់បានចុះអន្តរាគមន៍ឡើងគាត់ចាប់បានបុរសដែលបើករថយន្តបង្កនេះយកទៅស្នងការរាជធានីភ្នំពេញបាត់ទៅហើយបាទប្រិមិត្តនេះជាសមត្ថកិច្ចបាទសមត្ថកិច្ចដែលគាត់ឈរនៅកន្លែងកើតហេតុប្រិមិត្តលោកពូដែលគាត់បាទពេលអាវឆ្នោតបាទបងសួរមិនក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមកក្នុងឯងជាពលរដ្ឋម្នាក់មកឯងគិតថាគ្រោះថ្នាក់ចរាចរណ៍នេះមិនខ្ញុំប៊ីចអត់និយាយអីអត់ចាញ់ទេបងព្រោះអីខ្ញុំវាភ័យពេកភ័យបងណោះបាទបងនៅកន្លែងកាត់ហេតុដែរមិញបាទបងឯងឆ្លងនៅកន្លែងកាត់ហេតុដែរមិញបាទជុំមកសិតតែខ្សាច់មុខពេញមុខខ្ញុំនៅក្រោមឡានដែរមិញមិននៅក្រោមរថយន្តបាទអូបងប្រុសពេលហ្នឹងបងឯងឆ្លងនៅណាដែរឆ្លងនៅតាមផ្លូវឆ្លងនៅតាមផ្លូវបងបាទមករថយន្តមកថ្ងៃឃើញទស្សនវិជ្ជាមិនដែរពេលហ្នឹងវាឃើញវាជ្រេមកហើយវារេមកវាជ្រេមកខាងហ្នឹងគ្រាន់ថាខ្ញុំវារត់អត់រួចដោយសារខ្ញុំនៅលើម៉ូតូខ្ញុំមិនតន់ប្រឆេះអញ្ចឹងមានន័យថាកិនម៉ូតូមួយថ្ងៃដែរបាទម៉ូតូប្រហែលគ្រឿងដែលកិននៅកន្លែងកាត់ហេតុហ្នឹងបងតែមួយគ្រឿងម៉ូតូខ្ញុំហើយនឹងម៉ូតូសមត្ថកិច្ចមួយទៀតបងអូបងប្រុសនេះគាត់អាយ៉ាដៃអាយ៉ាជើងទៅមើលគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សរងរបួសស្រាលពីរនាក់បាទហើយបងប្រុសមិនដឹងជាមិនទេហើយខ្សាច់ពេញនៅខ្លួនគាត់តតែម្ដងបាទគឺជាជនរងគ្រោះម្នាក់ដែរដែលគាត់ឈប់ម៉ូតូនៅគៀនផ្លូវហើយដែលគាត់ជិះម៉ូតូអាគប់ជ្រុងនេះប្រិមិត្តអាគប់ជ្រុងពណ៌ទឹកប៊ិចអាគប់ហាបាទសំណាងល្អមែនទែនបងប្រុសបាទបងប្រុសមានឈ្មោះដែរបងមិនមានឈ្មោះបាទបងបាទអរគុណបងបាទប្រិមិត្តមិញបងប្រុសមិញគឺគាត់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នេះដែរបាទពិតជាសំណាងល្អមែនទែនឥឡូវបងប្រុសដែលគាត់បើករថយន្តបាឡែនបាទត្រូវក្រុមគ្រួសារគាត់រត់អីបាទប្រិមិត្តអំបញ្ញមិញនេះដោយសារតែក្រុមការងារយើងមកដល់កន្លែងកាត់ហេតុយើងក៏មិនទាន់បានដឹងថាព័ត៌មានជុំវិញទាំងអស់ដែរអញ្ចឹងយើងអត់នឹកស្មានថាមិញយើងទៅសាកសួរចំមកជនរងគ្រោះសោះបាទមើលយើងសាកសួរជាពលរដ្ឋបាទប្រិមិត្តឥឡូវយើងទៅមើលនៅទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នេះទាំងអស់គ្នាបាទនេះបាទជារថយន្តធុនធំបាទដឹកខ្សាច់កង់10ប្រិមិត្តបាទដល់ពាក់ស្លាកលេខភ្នំពេញ 3A0183 បាទហើយដែរនៅចំណុចកាត់ហេតុនេះផងដែរគឺមានវត្តមានបាទសមត្ថកិច្ចផ្នែកចរាចរណ៍ជំនាញគាត់បានចុះមកវាស់វែងបាទនឹងមើលនៅហេតុការណ៍នេះបាទប្រិមិត្តបានជួយបាននៅព័ត៌មាននេះហើយគឺគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបាទកង់ចំនួន10បាទកង់10នេះប្រិមិត្តគឺគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលឲ្យបាទមនុស្សរងរបួសបាទស្រាល2នាក់តែសំណាងល្អក្នុង1000គ្រោះថ្នាក់ប្រិមិត្តបាទតែរថយន្តធុនធំនេះបើកដោយគ្មានការប្រុងប្រយ័ត្នសោះនេះគឺជាម៉ូតូរបស់បុរសរងគ្រោះដែលគ្រោះថ្នាក់ទី1ប្រិមិត្តតែនៅកន្លែងកើតហេតុគាត់ជិះម៉ូតូអាសង់នេះប្រិមិត្តបាទតែបានស្លាប់ទៅនេះប៉ុន្តែគាត់គ្រោះថ្នាក់ចរាចរណ៍នេះអត់មានពាក់ព័ន្ធជាមួយនឹងរថយន្តដឹកខ្សាច់នេះទេគឺបុកលើកទី1បាទជិះទៅបុកទ្រូងផ្លូវទី1ដែលគាត់ជិះម៉ូតូបាទសង់125ដែលពាក់ស្លាកលេខភ្នំពេញ 1DF 15 12បាទឥឡូវត្រូវក្រុមគ្រួសារគាត់ដាក់លើកដាក់រថយន្តសមួយដឹកទៅធ្វើបុណ្យតាមប្រពៃណីទៅហើយបាទប្រិមិត្តបង្កការភ្ញាក់ផ្អើលមែនទែនបាទ
តបបងខ្ញុំសុំសួរមួយក្នុងនាមមួយជាពលរដ្ឋថ្ងៃយល់យ៉ាងណាដែរក្នុងគ្រោះថ្នាក់ចរាចរណ៍បាទបងប្រុសដោយសារគាត់ប្រហែលជាគាត់រៀងអៀនអញ្ចឹងព្រមគាត់អត់អធិប្បាយកាត់អូខេដោយសារតែយើងចង់ឲ្យជាពលរដ្ឋយើងមានមតិហើយនិយាយទៅថាបាទបងជួយនិយាយមកតិចមកបងសុំឲ្យឡានធំបាទសុំឲ្យជួយកុំឲ្យបើកលឿនពេកឡានធំព្រោះយើងអាណិតជាពលរដ្ឋខ្លួនឯងផងបាទបងបាទហ្នឹងហើយគុំច្រើនបងប្រុសបាទអញ្ចឹងបងប្រុសគាត់បានសំណពរឲ្យសូមឲ្យរថយន្តធំបងសូមមេត្តាកុំបើកបរក្នុងលបឿនលឿនហើយពេលខ្លះបើស្វឹងសូមកុំបើកបរបងហើយណាមួយរថយន្តធំវាងាយស្រួលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមែនតើដោយសារតែរថយន្តធំគឺរថយន្តលក្ខណៈមានទម្ងន់ធ្ងន់ប្រិមិត្តហើយរថយន្តធំធម្មតាគឺខ្ពស់បាទហើយនៅពេលដែលប្រជាពលរដ្ឋយើងធ្វើដំណើរទៅដួលហើយគឺចូលក្រោមរថយន្តផ្ទាល់តែម្ដងបាទមិនងាយនឹងកិច្ចផុតទេដោយសារតែខ្ពស់អញ្ចឹងទៅពេលយើងដួលទៅគឺចូលក្រោមរថយន្តដូចករណីគ្រោះថ្នាក់ចរាចរណ៍ដែលសិស្សសាលា Belty ស្លាប់តាំងពីព្រឹកមិញគឺនៅម្ដុំបាទវងមូចោមចៅសកាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនឹងប្រិមិត្តគឺបណ្ដាលឲ្យក្មេងប្រុសម្នាក់អាយុទើបតែ15ឆ្នាំបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតដែលគាត់មានបងប្អូនខ្លួនប្អូនប្រុសរបស់គាត់រងរបួសស្រាលគាត់បានស្លាប់បាត់បង់ជីវិតដោយបែកខួរដេកលើធ្លុកឈាមស្លាប់ដោយកន្លែងកាត់ហេតុគួរអាណិតមែនតើបាទទស្សនវិជ្ជានៅកន្លែងកាត់ហេតុប្រិមិត្តក៏ពិតទៅខ្ញុំចង់ទៅថតបាទទៅថតតកង់រថយន្តមែនតើបាទតែដោយសារតែសមត្ថកិច្ចគាត់បានបាទគាត់ខ្លួនយកទៅស្នងការរាជធានីភ្នំពេញបាត់ទៅហើយមកទីនមើលទស្សនវិជ្ជាពីចង្ងាយបាទនេះទស្សនវិជ្ជានៅកន្លែងកាត់ហេតុប្រិមិត្តបាទគឺបង្កការភ្ញាក់ផ្អើលមែនតើបាទដែលកន្លែងកើតហេតុគឺមានសមត្ថកិច្ចមូលដ្ឋាននៅសមត្ថកិច្ចនៃស្នងការរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងដើម្បីស្ទួយរថយន្តបង្កនឹងរថយន្តម៉ូតូនៅកន្លែងកើតហេតុដើម្បីរៀបចំដោះស្រាយទៅតាមផ្លូវច្បាប់បាទហើយមើលយើងទៅសាកសួរបន្តមើលបាទរថយន្តស្ទួយបានមកដល់ហើយទៅគួររំភើបមែនតើហើយថតបាទនេះគឺជាបងប្រុសដែលគាត់ជិះក្នុងរថយន្តបាទបលែនបាទយ៉ាងម៉េចទេបងគូខ្លះនៅបងគូខ្លះនៅមួយទៀតអូខ្ញុំអូដូចគ្នាមែនបងដូចគ្នាណាបាទមើលទៅគាត់ដូចគ្នាខ្ញុំច្រឡំប្រិមិត្តបាទស្តៀងគ្នាបាទមែនបងធូរណាបងតិចអំតិចតែវានៅវល់មានអារម្មណ៍វល់បាទអីទៅបងវាបុកខ្លាំងពេកបាទនៅតែឈឺក្បាលមានទៅថតមើលអញ្ចឹងថតគូក្បាលមើលវាអត់ប៉ះក្បាលទេវាបុកមកថឹងបុកមកទៅវាអាចវាខ្ទោវល់បុកមកវិញខ្ទោមកបាទប្រិមិត្តនេះគឺជាបងប្រុសអត់មានអីដកចេញអស់ជាសំណាងល្អមែនតើជាមួយនឹងបងប្រុសដែលគាត់ជាអាគប់មិញគាត់ជាសំណាងល្អមែនតើបាទប្រិមិត្តខ្ញុំបាទស្វាសិទ្ធិរួមទាំងប្អូនទីនបាទបើមានកំហុសខុសឆ្គងត្រង់ណាសូមមេត្តាខន្តីអភ័យទៅផងខ្ញុំបាទរួមទាំងបងប្អូនទីនសូមលំអរកាយគោរពលាយើងនឹងអាប់ដេតព័ត៌មាននេះបន្តទៅលើ website របស់ក្រុមការងារ TVSB បាទនេះ